សួស្តីនាងខ្ញុំចង់សភាពី Accounting for Cambodian ថ្ងៃនេះផងដែរនាងខ្ញុំបានរៀបចំវីដេអូជាបន្តទៀតដើម្បីចែកជូនជាចំណេះដឹងជូនទៅដល់បងប្អូននិងបណ្ដាបងប្អូនទាំងអស់សម្រាប់វីដេអូដែលនាងខ្ញុំរៀបចំជូននៅក្នុងវេលាថ្ងៃនេះគឺតាក់ទងទៅជាមួយនឹង clip វីដេអូមុនដែលយើងបង្ហាញទៅនៃតាក់ទងទៅជាមួយនឹងតារាងតុល្យភាពរបស់ក្រុមហ៊ុន ABC ចាអញ្ចឹងនៅទីនេះគឺតពី clip វីដេអូមុនគឺខ្ញុំនឹងបង្ហាញជូនតាក់ទងទៅជាមួយនឹងការរៀបចំទៅលើរបាយការណ៍ប្រាក់ចំណេញរក្សាទុករួមជាមួយនឹងរបាយការណ៍តារាងតុល្យការអញ្ចឹងយើងសួរថាតើដើម្បីរៀបចំទៅលើរបាយការណ៍ប្រាក់ចំណេញរក្សាទុកដែលយើងហៅទៅជា return earning statement និង balance sheet តើយើងនឹងរៀបចំយ៉ាងដូចម្ដេចអញ្ចឹងនៅទីនេះនាងខ្ញុំនឹងបង្ហាញជូនជាបន្តទៀតខាងនេះគឺជាសមត្ថកម្មដែលទាំងអស់គ្នាបានដឹងរួចហើយកាលពី clip វីដេអូមុនដែលនាងខ្ញុំបានបង្ហាញជូនតាក់ទងទៅជាមួយនឹងតារាងតុល្យភាពកែតម្រូវរបស់ក្រុមហ៊ុន ABC ហើយកាលពី clip វីដេអូមុនក៏យើងបានរៀបចំទៅលើរបាយការណ៍ប្រាក់ចំណេញរួចរាល់ហើយដែរឥឡូវនេះយើងបន្តមកទៀតគឺជាការរៀបចំទៅលើរបាយការណ៍ប្រាក់ចំណេញរក្សាទុកដែលយើងហៅថាជា return earning statement ចាអញ្ចឹងនៅក្នុងនេះទាំងអស់គ្នាតាក់ទងទៅជាមួយនឹងការរៀបចំទៅលើ return earning statement គឺយើងត្រូវយក return earning beginning នៅក្នុងនេះគឺជាចំណេញរក្សាទុកដែលយើងមានដើមគ្រាគេប្រាប់យើងរួចហើយថាចំណេញរក្សាទុកដើមគ្រារបស់ក្រុមហ៊ុនគឺមានចំនួន 31,000 ចាបន្ទាប់មកទៀតយើងបូកជាមួយនឹងផលចំណេញដែលក្រុមហ៊ុនទទួលបាននៅក្នុងគ្រាគឺ 29,500 ដែលយើងយោងកាលពី clip វីដេអូមុនដែលយើងបានរៀបចំទៅលើរបាយការណ៍ប្រាក់ចំណេញរបស់យើងរួចហើយ 29,500 អញ្ចឹងយើងឃើញចំណេញរក្សាទុកសរុបទាំងអស់គឺ 60,500 តែក្រុមហ៊ុនទទួលបានក្រុមហ៊ុនបែងចែកភាគលាភនៅក្នុងផលចំណេញដែលក្រុមហ៊ុនទទួលបាននៅក្នុងឆ្នាំ2020ហ្នឹង2020ជាងហ្នឹងគឺ 29,500 គាត់ដក $12,000 ដើម្បីធ្វើការបែងចែកភាគលាភចាអញ្ចឹងយើងឃើញថាចំណេញរក្សាទុករបស់គាត់នៅថ្ងៃទី31ខែធ្នូមានសមតុល្យ 48,500 ចាអញ្ចឹងនេះគឺជាការរៀបចំទៅលើរបាយការណ៍ប្រាក់ចំណេញរក្សាទុកមានន័យថាយើងត្រូវយកចំណេញរក្សាទុកដើមគ្រាបូកចំណេញនៅក្នុងគ្រាហើយដកជាមួយនឹងការបែងចែកភាគលាភនោះយើងនឹងឃើញចំណេញរក្សាទុកដែលយើងនៅសល់សម្រាប់ចុងក្រោយបរិច្ឆេទចាជាបន្តទៅទៀតនេះគឺជាការបង្ហាញតាក់ទងទៅជាមួយនឹងការរៀបចំនៅរបាយការណ៍តារាងតុល្យការរបស់ក្រុមហ៊ុន ABC ដែលយើងស្រង់ទិន្នន័យចេញពីតារាងតុល្យភាពដែលយើងបានកែតម្រូវរួចចាអញ្ចឹងមុននឹងអំបញ្ញមិញគឺបានរៀបចំទៅលើរបាយការណ៍ប្រាក់ចំណេញរក្សាទុករួចរាល់ហើយដែលយើងឃើញតម្លៃរបស់វាស្មើនឹង 48,500 ចឹងជាបន្តទៀតគឺជាការបង្ហាញទៅលើការរៀបចំរបាយការណ៍តារាងតុល្យការរបស់ក្រុមហ៊ុននៅក្នុងរបាយការណ៍តារាងតុល្យការអ្វីដែលយើងរៀបចំទៅលើទិន្នន័យនេះគឺយើងបង្ហាញអំពីទ្រព្យសម្បត្តិយើងបង្ហាញអំពីបំណុលនិងយើងបង្ហាញអំពីទុនរបស់អង្គភាពអាជីវកម្មចាអញ្ចឹងនៅទីនេះតកតងទៅជាមួយនឹងទ្រព្យសម្បត្តិរបស់អង្គភាពទាំងអស់គ្នាគឺយើងមានដូចជាអីសាច់ប្រាក់ចឹងនៅក្នុងនេះទិន្នន័យគេបានប្រាប់យើងរួចហើយថាក្រុមហ៊ុនមានសាច់ប្រាក់ 14,500 ក្រុមហ៊ុនមានកណ្ដនីត្រូវទា 11,100 ក្រុមហ៊ុនមានកណ្ដនីសន្និធិ 29,000 មានធានារ៉ាប់រងបង់មុន 2,500 មានបរិក្ខារ 95,000 អញ្ចឹងនេះគឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអញ្ចឹងយើងស្រង់មកទាំងអស់គ្នាចាមានសាច់ប្រាក់ account receive inventory prepaid insurance equipment តែនៅក្នុងនេះតកតងទៅនឹងបរិក្ខាររបស់ក្រុមហ៊ុនគឺយើងដឹងហើយថារំលោះអស់មានន័យថាប្រើប្រាស់អស់ឬក៏ចាស់អស់ចំនួន $18,000 ព្រោះគេបានបង្ហាញប្រាប់យើងតកតងទៅនឹង accumulated depreciation អញ្ចឹងនៅទីនេះទាំងអស់គ្នាត្រូវតែដកវាចេញចាអញ្ចឹងយក 95,000 ដក 18,000 ចេញមានថាតម្លៃរបស់បរិក្ខារគឺ 77,000 ទេនៅសល់ណាបងប្អូនណាចឹងនៅទីនេះបងប្អូនតាក់ទងទៅនឹង accumulated depreciation គឺជាគ្រប់របស់ asset ប៉ុន្តែវាដកអានឹងគេហៅថាជា contra asset កាលពី clip វីដេអូមុនអ្នកគ្រូបានបង្ហាញជូនបងប្អូនតាក់ទងទៅនឹងការរៀបចំរបាយការណ៍ប្រាក់ចំណេញគឺ sales return allowance sales discount គឺជាគ្រប់ revenue ប៉ុន្តែយើងដកចឹងវាជា contra revenue ឥឡូវនេះយើងឃើញ accumulated depreciation នៅក្នុងគ្រប់របស់ asset ប៉ុន្តែយើងដកគេហៅថាជា contra assetចាជា contra asset ណាអញ្ចឹងយើងឃើញសរុបមក total asset របស់យើងគឺ 134,100 ចាទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុនតាក់ទងទៅនឹងទុនក្រុមហ៊ុនមាន share capital ordinary គឺជាទុនដែលម្ចាស់វិនិយោគចំនួន 50,000 ក្រុមហ៊ុនមានចំណេញរក្សាទុក 48,500 អញ្ចឹងក្រុមហ៊ុនមានទុនសរុប 98,500 ចាហើយក្រុមហ៊ុនមានបំណុលជាបានត្រូវសងនៃក្រុមហ៊ុនជំពាក់គេ 25,000 ជាកណនីត្រូវសងនៃក្រុមហ៊ុនជំពាក់គេចំនួន 10,600 សរុបមកក្រុមហ៊ុនមានបំណុល 35,600 អញ្ចឹងក្រុមហ៊ុនមានទុនជាមួយនឹងបំណុលសរុប 134,100 ចឹងមានន័យថានៅក្នុងទ្រព្យសម្បត្តិសរុប 134,100 ក្រុមហ៊ុនមានបំណុល 35,600 និងក្រុមហ៊ុនមានទុន 98,500 ចាអញ្ចឹងនេះគឺជាការបង្ហាញទៅលើការរៀបចំសម្រាប់
របាយការណ៍ចំណេញរក្សាទុកជាមួយនឹងរបាយការណ៍ត្រាំងតុល្យការរបស់ក្រុមហ៊ុន ABC ដែលយើងស្រង់ទិន្នន័យចេញពីត្រាំងតុល្យភាពដែលយើងបានកែតម្រូវរួចអរគុណច្រើនបងប្អូនដែលបានតាមដានទៅលើការបង្ហាញរបស់អ្នកគ្រូនៅក្នុងវេលាថ្ងៃនេះសង្ឃឹមថាបងប្អូននឹងទទួលបាននៅចំណេះដឹងថ្មីហើយក៏ដូចជាបន្ថែមជាចំណេះដឹងបន្ថែមទៀតដើម្បីឲ្យបងប្អូនយល់បានកាន់តែច្បាស់ពីកិច្ចបញ្ជាការគណនេយ្យពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពអរគុណច្រើនជួបគ្នានៅក្នុងคลิปវីដេអូក្រោយជាបន្តទៀតចា៎